ជំរាបសួរបងប្អូននៅក្នុងបណ្ដាញសង្គមរបស់ខ្ញុំវីដេអូនេះខ្ញុំចង់បង្ហាញអំពីខ្លងទ្វារមួយក្នុងចំណោមខ្លងទ្វារសំខាន់ទាំង5នៃរាជធានីអង្គរធំបងប្អូនអាចទាយថាខ្លងទ្វារនេះនៅទៅខាងណាខ្លងទ្វារទាំង5ហ្នឹងគឺមានមួយនៅទៅខាងត្បូងដែលយើងហៅថាខ្លងទ្វារទន្លេអ៊ុំមានមួយនៅទៅខាងលិចយើងហៅថាខ្លងទ្វារតាកៅហើយមួយនៅទៅខាងជើងយើងហៅថាខ្លងទ្វារដីឆ្នាំងហើយមាន2នៅទៅខាងកើតមួយនៅចំអបយ័នអានេះយើងហៅថាខ្លងទ្វារខ្មោចនិងមួយទៀតនៅចំមានចូលដំរីអានេះយើងហៅថាខ្លងទ្វារជ័យតែដែលឡែកខ្លងទ្វារមួយដែលខ្ញុំកំពុងជាខ្លងទ្វារមួយក្នុងចំណោមខ្លងទ្វារទាំង5ហ្នឹងឯងបាទខ្លងទ្វារនេះត្រូវបានជួសជុលរួចស្រេចដោយអាជ្ញាធរអប្សរាដល់ពេលអញ្ចឹងបានជាយើងអាចមើលឃើញរូបប្រភពព្រំទាំង4ហ្នឹងពេញលេញស្រស់ស្អាតដោយអ្នកជំនាញបានបន្ថែមថ្មថ្មីដើម្បីឲ្យមុខហ្នឹងពេញលេញស្រស់ស្អាតមែនទែនហើយខ្លងទ្វារនេះគឺពេញនិយមសម្រាប់ថតថ្ងៃលិចហើយគូស្វាមីភរិយាត្រៀមនឹងរៀបការមួយចំនួនក៏និយមមកថត pre wedding នៅនឹងដែរបាទបងប្អូនខ្លងទ្វារហ្នឹងគឺខ្លងទ្វារខាងលិចខ្លងទ្វារតាកៅស្អាតបងប្អូននៅចាំថ្ងៃពិសេសសម្រាប់មើលថ្ងៃរះនៅអង្គរវត្តថ្ងៃសម័យរាត្រីដែលកើតឡើង2ដងក្នុងមួយឆ្នាំនៅរដូវវស្សាម្ដងក្នុងរដូវប្រាំងថ្ងៃរះគឺយើងមើលឃើញស្អាតនៅអង្គរវត្តដោយសារថ្ងៃរះចំកំពូលកណ្ដាលនៃប្រាសាទបាកាននៃកំពូលកណ្ដាលរបស់ជនបាកានប៉ុន្តែបងប្អូនក៏អាចមើលឃើញថ្ងៃរះចំកំពូលដូចគ្នាដែរសំទោសថ្ងៃលិចរះចំកំពូលដូចគ្នាដែរគឺនៅខ្លងទ្វារនេះឯងអញ្ចឹងនៅចំថ្ងៃសម័យរាត្រីដូចគ្នានៅខ្លងទ្វារខាងលិចនេះបងប្អូនអាចមកមើលថ្ងៃរះចំប្រឡោះខ្លងទ្វារនេះចំអាក់ខ្លងទ្វារនេះហើយនឹងមើលឃើញរះធ្លាក់មកពីលើគឺចំកំពូលប្រាសាទហើយចំកំពូលខ្លងទ្វារនេះស្រស់ស្អាតមែនទែនអញ្ចឹងពេលបងប្អូនមានគម្រោងមកមើលថ្ងៃរះនៅប្រាសាទក្នុងពេលសម័យរាត្រីហើយពេលល្ងាចបងប្អូនចូលអញ្ជើញមកកាន់ខ្លងទ្វារខាងលិចនៅទីក្រុងអង្គរធំខ្លងទ្វារនេះគឺមកចំអបយ័នដើម្បីមកមើលថ្ងៃលិចដ៏ស្រស់ស្អាតបាទថ្ងៃហ្នឹងបងប្អូនអញ្ជើញឆាប់មកមុនគេបើមិនចឹងទេអត់មានកន្លែងឈរទេអូខេខ្ញុំមានប៉ុណ្ណឹងអរគុណជម្រាបលាជួបគ្នានៅវីដេអូក្រោយ